ភាគច្រើនបងប្អូនទាំងអស់គ្នាធ្លាប់តែទៅលេងប្រាសាទភ្នំជីសូរនៅពេលថ្ងៃឬក៏ពេលល្ងាចជាដើមតែថ្ងៃនេះខ្ញុំចង់នាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកមើលថ្ងៃរះនៅលើកំពូលភ្នំជីសូរវិញម្ដងជំរាបសួរបងប្អូនទាំងគ្នាឥឡូវខ្ញុំឡើងមកភ្នំជីសូរនៅពេលព្រឹកខ្ញុំឡើងមកនេះគឺចិត្តថ្ងៃរះហើយខ្ញុំមកមើលថ្ងៃរះឌីសារហត់ដងបងប្អូនធ្លាប់តែមកភ្នំជីសូរគឺមកពេលថ្ងៃឬក៏ពេលល្ងាចតែឥឡូវខ្ញុំនាំមកមើលថ្ងៃរះម្ដងព្រោះខ្ញុំឃើញថាថ្ងៃរះស្អាតជាមួយទេសភាពយើងអាចឃើញស្រទាប់ layer ពពកជាមួយពពកជាមួយនឹងដើមឈើអីយើងមើលពីលើទៅឃើញ layer ស្រទាប់ស្អាតមែនតើអញ្ចឹងឥឡូវខ្ញុំកំពុងតែដើរចូលហើយអូខេឥឡូវខ្ញុំបានមកដល់ហើយតែប្រហែលជាវាលឺសលេងខ្យល់បន្តិចដោយសារយើងនៅខ្ពស់អញ្ចឹងអូខេគឺចាប់ផ្ដើមឃើញវិញ្ញាទេសភាពហើយស្អាតមែនតើអូវ៉ាវកប់សេរីវិញ្ញាយើងអត់ទាន់ដល់ចុងណាបើយើងទៅដល់ចុងស្អាតតែថ្ងៃនេះដឹងមានថ្ងៃអត់អូខេឥឡូវយើងបានមកដល់ហើយគឺថាអូវ៉ាវទេសភាពស្អាតមែនតើហើយវាស្ងប់ស្ងាត់ណាអ្នកដែលចូលចិត្តស្ងប់ស្ងាត់ហើយអ្នកដែលចូលចិត្តហូបកាហ្វេឈៀលមើលទេសភាពគឺស្អាតមែនតើអូទេសភាពអែមែនតើស្អាតចាំខ្ញុំបាយ angle ទៅមុខឥឡូវខ្ញុំដើរនិយាយតិចសិននេះបងប្អូនយើងអាចអង្គុយលើថ្មនេះមើលទេសភាពអូលយស្អាតណាស់បើមានថ្ងៃរះឡើងមកទៀតស្អាតប៉ុន្តែថ្ងៃនេះប្រហែលជាដឹងមានថ្ងៃឡើងមកអត់អូយើងមើលឃើញស្រមោលស្លឹកឈើមួយពពកសតបដូចសតបជួរភ្នំអញ្ចឹងតែនេះវាដើមឈើមកសតបជាមួយខ្ញុំបាយ angle ទៅមុខសិនបងប្អូនហើយនោះគឺជាប្រាសាទនេះប្រាសាទសែននិមលហើយនោះគឺជាប្រាសាទសានភូវាំងឃើញព្រើហ្នឹងជាគោបរៈរបស់ប្រាសាទភ្នំជីសូរឥឡូវយើងទៅមើលប្រាសាទយើងទាំងអស់គ្នាគឺថាប្រាសាទយើងនៅលក្ខណៈស្អាតល្អមែនតើបងប្អូនដែលធ្លាប់មកលេងគឺដឹងហើយអូ fresh មែនតើហើយពេលព្រឹកយើងអាចថតរូបជាមួយប្លង់ស្អាតច្រើនណាបងប្អូនបើមានថ្ងៃឡើងមកទៀតគឺអែមែនតើហើយមើលប្រាសាទយើងនៅឈរស្កឹមស្កាយអូកប់សេរីបងប្អូនដែលធ្លាប់តែមកលេងនៅពេលថ្ងៃឬក៏ពេលល្ងាចអីខ្ញុំចង់ឲ្យបងប្អូនមកលេងនៅពេលព្រឹកម្ដងបើបងប្អូនបានមកលេងនៅពេលព្រឹកគឺអារម្មណ៍ fresh មែនតើទីទៀតខ្ញុំអង្គុយលេងមើលថ្ងៃហើយខ្ញុំនឹងថតវីដេអូខ្លះអួតបងប្អូនមានអារម្មណ៍ថាថ្ងៃនេះពេលបានមកឃើញទេសភាពអញ្ចឹងមានអារម្មណ៍ថាខ្លួនឯងរៀនសភាពអូកប់សេរីស្អាតណាស់
นี่เตสเพียบโอ้กรอบอ่ะจะมายังหายกล้วยแหล่งมอนู้หรือก่อนกล้วยแหล่งนี้โอเคភ្នំជីសូរមិនមែនគ្រាន់តែជាកន្លែងដែលមានប្រាសាទបុរាណនោះទេប៉ុន្តែវាជាកន្លែងមួយដែលយើងអាចទៅមើលទេសភាព360ដឺក្រេជុំវិញខ្លួនពិសេសដូចជាពេលថ្ងៃរះនេះបងប្អូនអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលអមជាមួយនឹងព្រះអាទិត្យដែលកំពុងលេចឡើងពីផ្ទៃមេឃអូននោះថ្ងៃងើបមកបងប្អូនមូខ្លាញ់ឃើញអត់កាមេរ៉ាវាបញ្ហា focus តិចអូខេនេះអូស្អាតហ្មងណានោះងើបមកតែវានៅបាំងពពកនេះឃើញហ៎មូខ្លាញ់អូលយកាប់មែនតើមើលមួយទេសភាពកោបសេរីថ្ងៃធំហ្មងបងប្អូនបើមើលយើងមើលនឹងភ្នែកមើលនឹងភ្នែកឃើញធំជាងធំស្អាតជាងកប់អូខេឥឡូវខ្ញុំកំពុងតែអង្គុយមើលថ្ងៃរះមកស្អាតមែនតើនោះអូកប់សេរីហ្វ្រេអែមភ្នំសោស្អាតចឹងអូខេឥឡូវយើងដើរមើលប្រាសាទបន្តិចទៅតែខ្ញុំអត់សូវថតច្រើនទេដោយសារនេះខ្ញុំបដោតតែមកមើលថ្ងៃរះអីចឹងឯណាអូខេប្រាសាទយើងនៅស្អាតមែនតើហើយមានអីចូលខាងក្នុងទៀតនេះគេគ្រាន់តែដូចជាលបងឯណាហើយនេះប្លង់ដែលយើងពេញនិយមយើងអាចមកឈរពីប្រឡោះនេះថតជាមួយថ្ងៃរះក៏បានដែរតែគ្រាន់ថាអាហ្នឹងវាអាចខែ8ខែ9អីពេលដែលថ្ងៃរះមកពីប្រឡោះនោះប៉ុន្តែដល់ពេលខែនេះហើយថ្ងៃរះមកពីប្រឡោះនេះអត់កើតទេដល់ថ្ងៃរះមកពីប្រឡោះនោះបានថាយើងអាចថតឆ្លុះឃើញស្អាតមែនតើនេះប្លង់នេះក៏ស្អាតដែរប្លង់លយអូធ្វើថាំណែលបដ ாய் កោបសេរីមានអារម្មណ៍ថាថ្ងៃនេះនិយាយ slot មែនតើ slot និយាយ slot នេះគឺជាចដាដែលចុះទៅប្រាសាទក្រមប៉ុន្តែយើងប្រយ័ត្នដែលគាត់បានដាក់ផ្លាអីត្រឹមត្រូវដែរសាប់ចដានេះជាចដាបុរាណហើយចោតអញ្ចឹងយើងត្រូវចុះអីយើងត្រូវប្រយ័ត្នដែរអូថ្ងៃក្រោយខ្នងខ្ញុំស្អាតឈប់ខ្ញុំតឡើងអាប់ឈើកប់សេរីមើល view ថ្ងៃអូខេអញ្ចឹងនៅលើភ្នំសូរនេះយើងឡើងមកព្រឹកឡើងយើងអាចមើលថ្ងៃរះបានយើងមើលទេសភាពវាស្រែវាអីដែលរំលេចមួយថ្ងៃរះមកហ្នឹងគឺវាស្អាតមែនតើអូស្អាតមែនអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេខ្ញុំចង់ធ្វើវីដេអូខ្លីមួយអញ្ចឹងហើយសង្ឃឹមណាអ្នកនរគ្នានឹងសាកមកមើលថ្ងៃរះ
ពេលផឹកនៅភ្នំសោអូខេបាយបាយជាងខ្ញុំសុំពេលអង្គុយលេងតិចទៀតដោយសារយើងមកថតអត់សូវបានអង្គុយលេងឥឡូវខ្ញុំបិទកាមេរ៉ាឲ្យខ្ញុំអង្គុយលេងបាយបាយ